កុំប្រាប់ពិភពលោកពីគោលដៅរបស់អ្នកតែចូលប្រាប់ពួកគេតាមរយៈលទ្ធផលដែលអ្នកសម្រេចបាននេះគឺជាមេរៀនមួយដែលយើងអាចរៀនសូត្រពីជប៉ុនបានបើយើងប្រាប់តែគម្រោងហើយលទ្ធផលមិនបានបង្ហាញនោះការវិតម្លៃពីសំណាក់ពិភពលោកនឹងคล้ายទៅជាមនុស្សដែលគេបោះបង់ចោលតើជប៉ុនពិតជាអនុវត្តទ្រឹស្ដីទាំងនេះមែនឬទេតើមកតាមដានស្ដាប់ដ៏ជក់ចិត្តនៃអត្ថបទមួយនេះប្រិមិត្តនៅក្នុងពិភពលោកដែលយើងរស់នៅសប្តាហ៍ថ្ងៃមនុស្សភាគច្រើនចូលចិត្តប្រកាសក្តែងអំពីផែនការគោលដៅនិងមហិច្ឆតារបស់ខ្លួនលើបណ្ដាញសង្គមដើម្បីទទួលបានការសាទរប៉ុន្តែប្រសិនបើយើងក្រឡេកទៅមើលប្រទេសជប៉ុននោះយើងនឹងឃើញភាពខុសគ្នាទាំងស្រុងជប៉ុនមិនដែលប្រើប្រាស់ពាក្យសម្ដីដើម្បីអួតអាងពីអំណាចឬគោលដៅរបស់ខ្លួនឡើយសម្រាប់ពួកគេការប្រកាសមុនធ្វើគឺជាការខ្ជះខ្ជាយធម៌ពលហើយជួនកាលវានឹងបើកចំហឲ្យសត្រូវដឹងពីយុទ្ធសាស្ត្ររបស់ខ្លួនទៀតផងពួកគេជ្រើសរើសផ្លូវមួយដែលពិបាកជាងគេគឺការរក្សាភាពស្ងប់ស្ងាត់ខណៈពេលដែលដៃនិងខួរក្បាលរបស់ពួកគេកំពុងតែធ្វើការយ៉ាងសកម្មបំផុតនៅក្នុងពិភពឧស្សាហកម្មក៏ដូចជាវិស័យនយោបាយជប៉ុនមិនដែលដើរតួជាអ្នកសន្យាទេប៉ុន្តែពួកគេដើរតួជាអ្នកបង្ហាញលទ្ធផលនៅពេលដែលអ្នកដទៃកំពុងតែពិភាក្សាអំពីថាតើត្រូវធ្វើដូចម្តេចជប៉ុនឯណោះវិញបានសម្រេចកិច្ចការនោះរួចបាត់ទៅហើយនេះមិនមែនជារឿងឥតព្រៀងទុកឡើយតែវាជាស្តង់ដារមួយដែលពួកគេអនុវត្តតាំងពីកម្រិតបុគ្គលរហូតដល់កម្រិតថ្នាក់ជាតិពួកគេជឿជាក់ថាលទ្ធផលដែលសម្រេចបានដោយជោគជ័យគឺជាការប្រកាសដែលមានអំណាចជាងការនិយាយស្ដីរាប់ម៉ឺនពាក្យទៅទៀតខាងក្រោមនេះគឺជារឿងរ៉ាវដែលជប៉ុនសម្រេចបានសូមក្រឡេកទៅមើលក្រុមហ៊ុន Toyota ជើងឯកឧស្សាហកម្មរថយន្តពិភពលោកដែលបានបង្កើតឡើងនៅក្នុងឆ្នាំ1937ពួកគេមិនដែលប្រើពេលទៅប្រកាសគម្រាមកំហែងដៃគូប្រកួតប្រជែងថាយើងនឹងក្លាយជាលេខ1នោះទេប៉ុន្តែជប៉ុនអនុវត្តទស្សនវិជ្ជាការកែលម្អឥតឈប់ឈររៀងរាល់ថ្ងៃនៅលើខ្សែសង្វាក់ផលិតកម្មគ្រប់បុគ្គលិកទាំងអស់សិតតែមានការកាត់ផ្តាច់កំហុសមិនឲ្យរីករាលដាលភ្លាមប្រសិនបើពួកគេរកឃើញភាពខុសប្រក្រតីមួយចំណុចតូចបំផុតនេះហើយគឺជាសកម្មភាពនៃទំនួលខុសត្រូវពួកគេមិនប្រកាសពីគោលដៅធំដុំទេតែពួកគេផ្ដោតលើភាពឥតខ្ចោះនៃសកម្មភាពតូចៗលទ្ធផលគឺពិភពលោកទាំងមូលទទួលស្គាល់ថារថយន្ត Toyota គឺជាស្តង់ដារនៃភាពធន់និងគុណភាពដែលគ្មាននរណាម្នាក់អាចបដិសេធបានរហូតមកដល់សប្តាហ៍ថ្ងៃនេះចំណុចមួយទៀតដែលបង្ហាញពីភាពជាម្ចាស់ការរបស់ជប៉ុនគឺការអភិវឌ្ឍបច្ចេកវិទ្យាវិស័យការពារជាតិជប៉ុនមិនដែលចាត់ទុកខ្លួនឯងជាមហាអំណាចយោធាដែលចូលចិត្តបង្អួតអាវុធឡើយផ្ទុយទៅវិញពួកគេប្រើប្រាស់ដែលប្រើបានទាំងស៊ីវិលនិងយោធាពួកគេអភិវឌ្ឍទាំងយន្តហោះចម្បាំងមីស៊ីលនិងប្រព័ន្ធរ៉ាដាដែលទំនើបបំផុតនៅក្នុងភាពស្ងប់ស្ងាត់នៅពេលដែលពិភពលោកកំពុងតែជជែកវែកញែកពីសន្តិសុខអន្តរជាតិជប៉ុនបានផលិតរួចរាល់នៅប្រព័ន្ធការពារខ្លួនដែលមានគុណភាពខ្ពស់បាត់ទៅហើយពួកគេមិនដែលប្រាប់ពិភពលោកថាយើងខ្លាំងតែពួកគេបង្ហាញឃើញតាមរយៈសមត្ថភាពបច្ចេកវិទ្យាដែលធ្វើឲ្យមហាអំណាចទាំងឡាយត្រូវតែគិតគូរជាមុននៅពេលដែលចង់ប៉ះពាល់ជប៉ុនលើសពីនេះពិភពលោកបានវាយតម្លៃជប៉ុនជាមហាអំណាចនុយក្លេអ៊ែរដោយប្រយោលពលជប៉ុនគឺអាចផលិតដោយចាយពេលត្រឹមតែ6ខែប៉ុណ្ណោះប្រសិនបើពួកគេចង់ចុងក្រោយគឺការសម្របខ្លួនទៅនឹងសេដ្ឋកិច្ចពិភពលោកនៅពេលដែលពិភពលោកជួបវិបត្តិសង្វាក់ផ្គត់ផ្គង់ឬកង្វះខាតធនធានរ៉ែកម្រជប៉ុនមិនដើរស្រែកទាមទាររកការអាណិតអាសូរឬដើរតវ៉ាប្រឆាំងនោះទេជាក់ស្ដែងក្រោយសេចក្តីថ្លែងការណ៍របស់លោកស្រីសណៃតាកៃអ៊ីឈីតាក់ទងទៅនឹងតៃវ៉ាន់នៅថ្ងៃទី11វិច្ឆិកាឆ្នាំ2025ចិនបានកាត់ផ្តាច់ការនាំចេញប្រភេទរ៉ែកម្រមកជប៉ុនដែលជាវត្ថុធាតុដើមសម្រាប់ជប៉ុនអភិវឌ្ឍវិស័យស៊ីវិលនិងយោធាពួកគេស្ងាត់ស្ងៀមធ្វើការទូតជាមួយដៃគូថ្មីបង្កើតការវិនិយោគនៅក្រៅប្រទេសដូចជាប្រទេសអូស្ត្រាលីជាដើមនិងរកប្រភពធនធានជំនួសនៅក្នុងស្រុកដោយភាពម៉ឺងម៉ាត់បំផុតនៅពេលដែលអ្នកដទៃកំពុងតែអង្គុយត្អូញត្អែអំពីវិបត្តិច្រកសមុទ្រអូបូជប៉ុនបានរៀបចំសេដ្ឋកិច្ចរបស់ខ្លួនឲ្យនៅតែអាចដំណើរការបានដដែលនេះគឺជាសកម្មភាពដែលឆ្លុះបញ្ចាំងពីភាពជាម្ចាស់ការព្រោះសម្រាប់ជនជាតិជប៉ុនពាក្យសម្ដីដែលគ្មានលទ្ធផលគឺគ្មានតម្លៃតតែសោះទន្ទឹមទៅនឹងលទ្ធផលដ៏មហាសាលនិងការវិតម្លៃពីសំណាក់បណ្ដាប្រទេសជុំវិញសកលលោកមិនបានផ្ដោតទៅលើតែសេដ្ឋកិច្ចជប៉ុននោះទេប៉ុន្តែគេកំពុងតែសិក្សាអំពីអាកប្បកិរិយានិងស្តង់ដារនៃការងាររបស់ជប៉ុនជាក់ស្ដែងពិភពលោកបានទទួលស្គាល់ថាផលិតផលដែលមានស្លាកសញ្ញា Made in Japan មិនមែនគ្រាន់តែជាទំនិញធម្មតាឡើយប៉ុន្តែវាគឺជាការធានាទៅលើគុណភាពដែលមានទំនុកចិត្តខ្ពស់បំផុតនៅតាមបណ្ដាប្រទេសមហាអំណាចសេដ្ឋកិច្ចគេតែងតែលើកយកគំរូនៃភាពជាម្ចាស់ការរបស់ជប៉ុនទៅបង្រៀនក្នុងសាលាគ្រប់គ្រងអាជីវកម្មនិងក្នុងស្ថាប័នរដ្ឋរហូតមកដល់ពេលនេះពិភពលោកលែងមើលជប៉ុនក្នុងនាមជាប្រទេសដែលចាញ់សង្គ្រាមទៀតហើយប៉ុន្តែគេមើលជប៉ុនក្នុងនាមជាគ្រូដែលបង្រៀនឲ្យមនុស្សជាតិស្គាល់អំពីតម្លៃនៃភាពល្អឥតខ្ចោះនិងសកម្មភាពដែលមិនចេះនិយាយច្រើនក៏បញ្ជាក់ផងដែរថានេះគឺជាអត្ថបទវិភាគបែបមេរៀនជីវិតនិងការដឹកនាំដែលខ្ញុំបានដកស្រង់ចេញពីទស្សនវិជ្ជាជប៉ុនដែលមាននៅក្នុងគេហទំព័រ Nikkei Asia Japan Times ជាដើមដើម្បីផ្ដល់ជាគំរូដល់ប្រិយមិត្តគ្រប់រូចុងក្រោយនោះកុំប្រាប់ពិភពលោកពីគោលដៅរបស់អ្នកតែចូលប្រាប់ពួកគេតាមរយៈលទ្ធផលដែលអ្នកសម្រេចបានខ្ញុំសំអាងវណ្ណៈ True Insider New Holland មានច្រើនជម្រើសពីតូចដល់ធំគ្រប់ប្រភេទស្រែចម្ការត្រាក់ទ័រ New Holland នៅជាមួយអ្នកគ្រប់រដូវកាល